ព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោគ្មានទេពាក្យថានឿយហត់ឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកធីរិទ្ធអ្នកនាំពាក្យសម្ដេចតេជោនៅថ្ងៃទី22ខែធ្នូ2025បានសរសេរសំណេរដោយមានអត្ថន័យបែបនេះថាព្រោះតែជាតិនិងប្រជាជនសម្ដេចតេជោហ៊ុនសែនគ្មានទេពាក្យថានឿយហត់ឆ្លងកាត់105សមរភូមិនិងរបួសធ្ងន់5ដងលោកធីរិទ្ធបានកត់ត្រាសំខាន់នៃបេសកកម្មរបស់សម្ដេចតេជោក្នុងបុព្វហេតុប្រជាជននិងមាតុភូមិយ៉ាងដូចនេះថានៅថ្ងៃទី20ខែធ្នូឆ្នាំ1977យកជីវិតទៅជាដើមទុនដើម្បីតស៊ូរំដោះចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី22ខែតុលាឆ្នាំ1996ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហមដោយយកជីវិតទៅបដូរនឹងសន្តិភាពសម្រាប់កម្ពុជារហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដឹកនាំពីកម្ពុជាពីនគរភ្នាក់ផ្លេសផង់ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ចខែធ្នូឆ្នាំ1977យកជីវិតទៅជាដើមទុនដើម្បីតស៊ូរំដោះចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃទី22ខែតុលាឆ្នាំ1996ធ្វើដំណើរចូលទៅតំបន់ខ្មែរក្រហមដោយយកជីវិតទៅបដូរនឹងសន្តិភាពសម្រាប់កម្ពុជារហូតបញ្ចប់សង្គ្រាមស៊ីវិលបានទាំងស្រុងនៅថ្ងៃទី29ខែធ្នូឆ្នាំ1998ដឹកនាំពីកម្ពុជាពីនគរភ្នាក់ផ្លេសផង់ឲ្យមានការអភិវឌ្ឍក្នុងកំណើនសេដ្ឋកិច្ច 7% ក្នុងមួយឆ្នាំជាងពីសតវត្សនៅមុនកូវីដ 19បើតាមលោកធីរិទ្ធបច្ចុប្បន្នសម្ដេចកំពុងរួបរวมជាមួយនឹងសម្ដេចថាបតីផ្ដល់យុទ្ធសាស្ត្រដល់បណ្ដាញមេទ័ពទប់ទល់ជាមួយនឹងស្ត្រីឈ្លានពានគ្រប់ពេលដែលជាតិនិងប្រជាជនជួបការលំបាកតែងតែមានវត្តមានរបស់សម្ដេចជានិច្ចជីវិតសម្ដេចជារបស់ជាតិខ្មែរអ្នកនាំពាក្យសម្ដេចរូបនេះគាត់គូបញ្ជាក់ថារាល់ពេលប្រចាំការលោកតែងតែឲ្យសហការីស្ដាប់ពីពិសោធន៍ក្នុងភ្លើងសង្គ្រាមនិងដឹកនាំប្រទេសដោយតែងតែភ្លក់ជារឿយៗថាជីវិតហ៊ុនសែនមិនសមបើអាចរស់មកដល់ពេលនេះទេព្រោះតែឆាកជីវិតវាលំបាកពេកសម្ដេចហ៊ុនសែនប្រធានព្រឹទ្ធសភាធ្លាប់មានប្រសាសន៍ថាសម្ដេចមានតែជីវិតប៉ុណ្ណោះធ្វើជាដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ប៉ុលពតប្រសិនបើសម្ដេចស្លាប់នាពេលនោះតើនឹងមានអ្វីកើតឡើងនាពេល45ឆ្នាំកន្លងមកនេះសម្ដេចតេជោយកជីវិតទៅបដូរយកការរស់រានមានជីវិតរបស់ប្រជាជនយកទៅបដូរសន្តិភាពជូនប្រជាជនតាមរយៈនយោបាយឈ្នះឈ្នះយកអំណាចទៅបដូរជាមួយនឹងសន្តិភាពនិងការអភិវឌ្ឍរយៈពេលវែងតាមរយៈការផ្ទេរដឹកនាំពីជំនាន់ចាស់ទៅជំនាន់ថ្មីសម្ដេចមានប្រសាសន៍បន្ថែមទៀតថាចូលចងចាំថាគ្មានជោគជ័យឬលទ្ធផលណាដោយគ្មានការបង់ថ្លៃឬការលះបង់ឡើយ